នៅក្នុងការថ្លែងសារថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ទៅលើទំហំខូចខាតយ៉ាងធ្ងន់ធ្ងរដែលអ៊ីរ៉ង់បានរងគ្រោះដោយលោកបានវិតម្លៃថាប្រទេសនេះនឹងត្រូវចំណាយពេលជាង2ទសវត្សរ៍ឬ20ឆ្នាំទើបអាចស្ដារនិងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញបាននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2026ការបញ្ជាក់របស់លោក Trump ទៅលើរយៈពេល20ឆ្នាំនេះគឺជាការផ្ញើសារព្រមានផ្នែកនយោបាយនិងយោធាយ៉ាងច្បាស់ៗអំពីទំហំនៃការបំផ្លិចបំផ្លាញប្រតិបត្តិការវាយប្រហាររបស់សហរដ្ឋអាមេរិកក្នុងរយៈពេល2សប្តាហ៍កន្លងមកនេះបានបង្កការខូចខាតយ៉ាងជ្រៅទៅលើសេដ្ឋកិច្ចសមត្ថភាពយោធានិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ទីក្រុងតេហេរ៉ង់ដែលតម្រូវឲ្យប្រើប្រាស់ពេលវេលាយ៉ាងយូរអង្វែងក្នុងការជួសជុលទន្ទឹមនឹងនោះការលើកឡើងពីតួលេខនេះក៏បានបង្ហាញពីជំហរមិនថយក្រោយរបស់អាមេរិកផងដែរលោក Trump ចង់បញ្ជាក់ថាអាមេរិកគ្មានបំណងដកថយឬបញ្ចប់យុទ្ធនាការយោធានាពេលឆាប់ៗនេះឡើយដោយ Washington នឹងបន្តសម្ពាធរហូតដល់អ៊ីរ៉ង់បាត់បង់សមត្ថភាពក្នុងការតបតទាំងស្រុង